កំពុងផែស្វ័យចាត់ក្រុងព្រះសីហនុបង្ហាញកំណើនសេដ្ឋកិច្ចដ៏រឹងមាំដោយសម្រេចបានបរិមាណកុងតឺន័រជាង64,000 TEU នៅក្នុងរយៈពេល5ខែដំបូងនៅក្នុងឆ្នាំ2026 ខេត្តព្រះសីហនុកំពុងផែស្វ័យចាត់ក្រុងព្រះសីហនុដែលជាទ្វារសេដ្ឋកិច្ចដែនសមុទ្រនិងជាដង្ហើមពាណិជ្ជកម្មអន្តរជាតិដ៏សំខាន់បំផុតរបស់ព្រះរាជាណាចក្រកម្ពុជាបានបង្ហាញពីសន្ទុះកំណើនយ៉ាងខ្លាំងក្លានៅក្នុងរយៈពេល5ខែដំបូងនៃឆ្នាំ2026នេះបើយោងទៅតាមទិន្នន័យផ្លូវការពីរបាយការណ៍លទ្ធផលអាជីវកម្មចុងក្រោយបរិមាណកុងតឺន័រឆ្លងកាត់សន្ទុះនៃការនាំចេញនិងចំណូលសរុបកំពុងផែបានហក់ឡើងយ៉ាងខ្ពស់ដែលឆ្លុះបញ្ចាំងពីភាពធន់និងការងើបឡើងវិញប្រកបទៅដោយចីរភាពនៃសេដ្ឋកិច្ចជាតិនិងការដោះដូរពាណិជ្ជកម្មសកលការហក់ឡើងយ៉ាងខ្ពស់នោះមានដូចជា 1. កំណើនលូតលាស់នៃបរិមាណកុងតឺន័របានឆ្លងកាត់នៅក្នុងរយៈពេល5ខែដំបូងឆ្នាំ2026កំពុងផែស្វ័យចាត់ក្រុងព្រះសីហនុសម្រាប់បាននូវបរិមាណកុងតឺន័រឆ្លងកាត់សរុបមានចំនួន 64,400 TEU បើធ្វើការប្រៀបធៀបទៅនឹងរយៈពេល5ខែដំបូងដូចគ្នានៅក្នុងឆ្នាំ2025ដែលមានចំនួន 475,804 TEU និន្នាការនេះបានបង្ហាញពីការកើនឡើងដ៏គួរឲ្យកត់សម្គាល់រហូតដល់ 35.35% ដោយឡែកនៅក្នុងខែឧសភាឆ្នាំ2026តែមួយបរិមាណកុងតឺន័រសម្រេចបាន 147,194 TEU ដែលមានការកើនឡើង 20.08% បើធ្វើការប្រៀបធៀបទៅនឹងខែមេសាឆ្នាំ2026មានចំនួន 123,058 TEU និងកើនឡើង 31.03% បើប្រៀបធៀបទៅនឹងខែឧសភាឆ្នាំ2025មាន 112,334 TEU សន្ទុះប្រចាំខែដ៏រឹងមាំនេះគឺជាសញ្ញាណវិជ្ជមានបានបង្ហាញថាកម្ពុជាអាចនឹងសម្រេចបានយ៉ាងងាយស្រួលនៅផែនការប្រចាំឆ្នាំ2026ដែលបានគ្រោងទុកមានចំនួន 1,492,000 TEU ទី2ទំហំពាណិជ្ជកម្មឆ្លងកាត់និងកម្លាំងរុញច្រានពីការនាំចេញទន្ទឹមនឹងកំណើននៃទូកុងតឺន័របរិមាណនៃទំនិញឆ្លងកាត់សរុបគិតជាទម្ងន់សម្រេចបាន 6,206,987 តោនពលគឺកើនឡើង 33.24% បើធៀបទៅនឹង5ខែក្នុងឆ្នាំ2025មាន 4,658,339 តោនក្នុងនោះការនាំចូលមានទំហំ 4,369,987 តោនកើនឡើង 23.94% បើធៀបទៅនឹងរយៈពេលដូចគ្នានៅក្នុងឆ្នាំមុនការនាំចេញសម្រាប់បាន 1,846,000 តោនបង្ហាញពីកំណើនលូតលាស់រហូតដល់ទៅ 61.99% បើធ្វើការប្រៀបធៀបរយៈពេល5ខែនៅក្នុងឆ្នាំ2025មានចំនួន 1,139,574 តោនការហក់ឡើងខ្ពស់នៃលំហូរចេញទំនិញនេះបានបង្ហាញពីភាពប្រកួតប្រជែងនិងតម្រូវការដ៏ខ្លាំងក្លានៃផលិតផលវិជ្ជាភ័ណ្ឌកសិកម្មនិងផលិតផលឧស្សាហកម្មកែច្នៃរបស់កម្ពុជាលើទីផ្សារអន្តរជាតិទី3ស្ថិរភាពហិរញ្ញវត្ថុនិងកំណើនចំណូលអាជីវកម្មផ្អែកលើទិដ្ឋភាពហិរញ្ញវត្ថុកំពុងផែស្វ័យចាត់ក្រុងព្រះសីហនុបានប្រមូលចំណូលអាជីវកម្មសរុបមានចំនួន $81,259,406 នៅក្នុងរយៈពេល5ខែដំបូងក្នុងឆ្នាំ2026នេះដែលស្មើនឹង 48.74% នៃផែនការសម្រេចប្រចាំឆ្នាំទាំងមូលមាន $166,700,000 លទ្ធផលហិរញ្ញវត្ថុនេះតំណាងឲ្យអត្រាកំណើនខ្ពស់ដល់ទៅ 43.55% បើធ្វើការប្រៀបធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុនដែលទទួលបានត្រឹមតែ $56,607,302 តែប៉ុណ្ណោះទី4ទស្សនវិស័យសេដ្ឋកិច្ចអ្នកវិភាគសេដ្ឋកិច្ចបានគូបញ្ជាក់ថាកំណើនទ្វេដងលើគ្រប់សូចនាករគន្លឹះរបស់កំពង់ផែទឹកជ្រៅមួយនេះគឺជាសក្ខីកម្មឆ្លុះបញ្ចាំងពីសកម្មភាពសេដ្ឋកិច្ចជាតិដ៏រស់រវើកនិងការកើនឡើងនៃទំនុកចិត្តពីសំណាក់ខ្សែសង្វាក់ផ្គត់ផ្គង់សកលមកលើកម្ពុជាលើសពីនេះវាក៏បានបង្ហាញពីប្រសិទ្ធភាពខ្ពស់នៃការគ្រប់គ្រងទំនើបកម្មនៃប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានកំពង់ផែនិងសមត្ថភាពឆ្លើយតបយ៉ាងរហ័សទាន់ចិត្តចំពោះ
លំហូរពាណិជ្ជកម្មតាមដែនសមុទ្ររបស់ប្រទេសកម្ពុជា។